Welcome to Friday Frenzy បាទសួស្តីអ្នកទាំងអស់គ្នាវិលត្រឡប់មកជួបគ្នាសាជាថ្មីជាមួយនឹងវីដេអូហ្គេម Honor of King ហើយខ្ញុំបានធ្វើការដកយកឡាមមកលេងទៀតហើយនៅក្នុងហ្គេមមួយនេះហើយនៅ early game នេះគឺមានធ្វើអីទេគឺយើងដើរ farm ទៅអីចឹងទៅតែកន្លែងនេះគឺយើងឃើញ enemy ជាបន្តិចយើងក៏ឆ្លៀតចេញមកដាក់មក kill ទៅក្រោយពីបានធ្វើការ kill ទៅកាន់ mag របស់គេហើយយើងក៏ចេញទៅ farm blue bird របស់យើងតាមធម្មតាទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងមួយចង់សួរទៅកាន់អ្នកទាំងអស់គ្នាការនៃអ្នកទាំងអស់គ្នានៅក្នុងទីសាធារណៈហើយអ្នកទាំងអស់គ្នាឈឺពោះឬក៏ឈឺអីផ្សេងត្រូវការចូលទប់ទឹកហើយអ្នកទាំងអស់គ្នាក៏ទៅទប់ទឹកបានជួបគ្នាជាមួយនឹងអាប៉ែមួយហ្នឹងគឺអាប៉ែដែលខ្ញុំបានដាក់នៅលើវីដេអូហ្នឹងតើបងប្អូនហ៊ានចូលបន្ទប់ទឹកដែរឬអត់ចាំជួយខមមិននៅខាងក្រោមផងថាហ៊ានឬក៏មិនហ៊ានអូខេឥឡូវហ្នឹងគឺយើងក៏លេងមកមើល gameplay របស់យើងវិញកន្លែងហ្នឹងគឺខ្ញុំដើរមកឃើញ Mac គេសជំតិចក៏ដាក់ RT ចូលមកវាយទៅក៏បុកជាមួយនឹងចាំងលើរបស់គេក៏ធ្វើការវាយគ្នាមកប្រើវានឹងទៀតទៅប៉ុន្តែខ្ញុំមានអារម្មណ៍ថាអត់ស្រួលក៏បកថយទៅមកហើយកន្លែងហ្នឹងក៏យើងមកវាយកៃសើជា class lane គេហ្នឹងតែហ្នឹងគឺយើងចូលវាយ2-1ជាមួយនឹងលួយពូក៏ធ្វើការឃានទៅលើកៃសើបានសម្រេចក្រោយពីបានធ្វើការឃាទៅលើកៃសើរួចហើយខ្ញុំក៏បានមកធ្វើការហ្វាមតាមធម្មតាចឹងទៅដល់តែពេលកលេចមកមើលខាងក្រោមនេះខាងខ្ញុំនិងខាង enemy តឹងអាស័យក៏ដាក់គ្នាអីចឹងនេះវាយគ្នាអីចឹងអញមានបានធ្វើគេមានមកតាមក្រោយ CP តែប៉ុណ្ណឹងហ្នឹងគឺយើងធ្វើការឃាទៅលើ support គេហើយក៏តាមវាយចាំងក៏លើគេបានមកឃាទៀតហើយកន្លែងហ្នឹងយើងមកក៏បានជួបគ្នាជាមួយនឹងចាំងក៏លើគេក៏បបួលគ្នាវាយមួយស្មើបដោយទៅកណាគេឈ្នះក៏បាយមកភ្លេតមកក៏ឃើញថាយើងគឺ easy win ហើយយើងក៏តាមវាយ support គេមួយទៀតក៏បាន double kill ហើយក៏ពីវាយចាំងក៏លើហើយនឹង support គេមកយើងក៏ដើរត្រកពីក្រោមមកកដាលក៏បានជួយជាមួយនឹង Mac គេក៏ធ្វើការវាយ Mac គេទៅតែត្រូវ assistant របស់អំគេហ្នឹងក៏ងប់កន្លែងហ្នឹងមួយទៅអូខេក៏តែពេលយើងចាប់យុទ្ធសាស្ត្រថ្មីមកយើងក៏បានមកវាយបើវាយអីហើយដេញតាមវាយ support គេនេះ support គេសល់ជាបន្តិចតែចង់រត់ទៅណាក៏ពិបាករត់ដែរថាយើងជាអ្នកប្រមាញ់ហើយក៏ត្រូវតែវាយឲ្យដល់ទីបញ្ចប់តែហ្នឹងគឺយើងឃ្លាទៅលើ គេមួយទៀតដើម្បីសងសឹកការដែល ហ្នឹងស្លាប់យើងមុនហ្នឹងកន្លែងហ្នឹងគឺគេរៀបចំបើក team fight ហើយខ្ញុំក៏មកដល់ក៏ធ្វើការឃ្លាទៅលើ support គេមួយហើយក៏បានដេញតាមចាក់ចាំងក៏លើគេបានជោគជ័យបាន2 kill ក៏ធ្វើការវាយទៅលើ team គេពីនេះទៀតគឺ Mac ហើយនឹង យើងបាន kill ទៅលើ ហើយនឹង Mac របស់គេបាន2ទៀតហើយខាង enemy ក៏បានស្លាប់អស់កន្លែងហ្នឹងហើយពេលនេះខ្ញុំកំពុងតែវាយបើកំហមកឃើញគ្នាគេហ្នឹងតាមវាយ tank របស់ខាងយើងអញ្ចឹង3នាក់អញ្ចឹងក៏ចុះមកជួយទៅក៏ធ្វើការ clear ទៅលើខាងគេហ្នឹងងប់តិចងប់ទីខ្ញុំសល់ស្បីតែមួយហើយ support គេក៏បានមកក៏បានធ្វើអីកើតដែរក៏មានតែរត់ទៅវិញហើយយើងក៏ធ្វើការតាមដេញតែមានថាដេញអត់ទាន់ទេក៏បកទិសដើមបែបណាវិញទៅក៏យើងមក clear យើងធ្វើអីចឹងទៅបាទកន្លែងនេះគឺជាឈុតឆាកដ៏រន្ធត់មួយគឺធីមខាងខ្ញុំគឺចូលទៅវាយខាងគេគឺវាយដល់ផ្ទះតែម្ដងអត់មានខ្លាចងាប់ខ្លាចអីទេខ្ញុំក៏ចូលទៅវាយដែរតែពេលឃើញប៉មវាចេះតែបាញ់ខ្ញុំពេកក៏ចេញមកក្រៅវិញហើយក៏បើវិញក៏បែកផ្ទះទៅហើយវីដេអូហ្គេមរបស់យើងក៏បានឈានមកដល់ទីបញ្ចប់នៅកន្លែងនេះអរគុណសម្រាប់អ្នកដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនចូលចិត្តវីដេអូហ្គេមរបស់ខ្ញុំសូមបងប្អូនជួយចុច like និង subscribe channel របស់ខ្ញុំម្នាក់មួយផងបាទអរគុណ